សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទនៅថ្ងៃនេះគឺថ្ងៃអាទិត្យទី28ខែមិថុនាឆ្នាំ2026ណាឥឡូវនេះគឺផ្សាយនេះគឺពីប្រទេសកម្ពុជាមកដល់កម្ពុជាកាលពី7ម៉ោងមុនបាទ7ម៉ោងមុននេះទេទៅតែមកដល់អញ្ចឹងឥឡូវនេះគឺគេមលក់ក៏រៀបចំផ្សាយព័ត៌មានជូនប្រិយមិត្តតែម្ដងបាទក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនេះខ្ញុំសម្រាប់យកព័ត៌មានចំនួន3ទេមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺទី1ខាងសហរដ្ឋអាមេរិកបានបើកការវាយប្រហារជាថ្មីទៀតហើយបាទសម្ដៅទៅលើអ៊ីរ៉ង់ដើម្បីជាការសងសឹកដែលអ៊ីរ៉ង់បានវាយប្រហារទៅលើនាវាដឹកប្រេងនៅច្រកហូមូសបាទដូច្នេះធ្វើឲ្យមានការព្រួយបារម្ភថាតើអនាគតនៃ MOU ដែលទើបតែចុះហ្នឹងតើវាអាចនឹងខូចឬយ៉ាងណាពីព្រោះអ៊ីរ៉ង់នៅតែបន្តវាយប្រហារទៅលើនាវាដឹកប្រេងដែលឆ្លងកាត់តំបន់ហូមូសនោះឡើយហើយព័ត៌មានទី2នេះខ្ញុំឃើញខាងក្រសួងការបរទេសរបស់កម្ពុជាលោកចេញសេចក្តីតវ៉ាបាទចំពោះខាងភាគីថៃដែលនៅបន្តរំលោភបំពានមកលើអធិបតេយ្យភាពកម្ពុជានៅក្នុងការតវ៉ាដែលចេញកាលពីម្សិលមិញដែលខ្ញុំដកស្រង់នេះគឺថ្ងៃ27នេះគឺនៅតំបន់ឃុំអំពិលស្រុកបន្ទាយអំពិលខេត្តបន្ទាយមានជ័យបាទគឺតាំងពីដើមខែមិថុនាមកអញ្ចឹងខ្ញុំសូមអនុញ្ញាតពីប្រិមិត្តយកអ្វីដែលជាការផ្សាយរបស់ខាងក្រសួងការបរទេសមកជម្រាបជូនប្រិមិត្តហើយក្នុងពេលហ្នឹងដែរក៏សូមដកស្រង់ពីខាងកាសែតខៅសូតគាត់បាននិយាយថាគឺការធ្វើច្រករបងព្រំដែនដែលមានការឯកភាពគ្នានោះគឺបាន 45% ណាបាទគឺតំបន់ប្រិមិត្តនៅចាំទេគឺតំបន់ដែលកម្ពុជានិងថៃឯកភាពគ្នាយូរមកហើយក្រោមការចរចាតាម JBC ក្នុងពេលកន្លងមកទៀតណាចឹងដើម្បីកុំឲ្យមានការយល់ច្រឡំថាធ្វើរបងថ្មីគឺរបងដែលមានការឯកភាពគ្នាដែលវាស់វែងបានត្រឹមត្រូវក្នុងពេលកន្លងមកទៀតបាទចឹងខ្ញុំដកស្រង់ព័ត៌មាននេះមកជម្រាបជូនប្រិមិត្តហើយព័ត៌មានចុងក្រោយព័ត៌មានទី3ហ្នឹងគឺជាការផ្សាយរបស់ខាង Washington Post គឺឥឡូវនេះគឺខាងអ៊ុយក្រែនបាទបន្តវាយប្រហារកាន់តែជ្រៅចូលទៅក្នុងទឹកដីរបស់រុស្ស៊ីបាទហើយធ្វើឲ្យរុស្ស៊ីឥឡូវនេះគឺមិនស្រួលខ្លួនទេបាទដោយសារតែសង្គ្រាមនេះវាត្រឡប់ទៅរុស្ស៊ីវិញហើយដោយអ៊ុយក្រែនបើកយុទ្ធនាការវាយប្រហារខ្លាំងចូលជ្រៅទៅក្នុងទឹកដីរបស់រុស្ស៊ីចំរោងចក្រចម្រាញ់ប្រេងផងរោងចក្រផលិតអាវុធផងអញ្ចឹងគឺជារឿងមួយដែលខាងអ៊ុយក្រែនបង្កើនក្រោយពីមានកិច្ចប្រជុំG7 ប្រិយមិត្តនៅចាំបាន G7 បាទអញ្ចឹងនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាណាបាទអញ្ចឹងឥឡូវនេះត្រឡប់ទៅព័ត៌មានទី1បាទព័ត៌មានទី1នេះគឺជាអ្វីដែលប្រិយមិត្តទាំងអស់គ្នាតាមរងចាំមើលបាទគឺការវិវត្តនៅឯច្រកហូមូសបាទច្រកហូមូសបាទគឺបើតាមសេចក្តីរាយការណ៍របស់ Access ខ្ញុំដកស្រង់មកនេះគឺ Access គាត់បានចេញផ្សាយមុនគេដោយសារតែព័ត៌មានមួយចំនួនគាត់លឿនណាគាត់ជិតស្និទ្ធជាមួយនឹងរដ្ឋបាលលោកត្រាំអញ្ចឹងគាត់បានផ្សាយលឿនខ្ញុំយកពីគាត់មកគឺតាមការផ្សាយរបស់ Access បានឲ្យដឹងថាយោធារបស់សហរដ្ឋអាមេរិកហ្នឹងគឺឥឡូវនេះបានធ្វើការវាយប្រហារទៅលើគោលដៅរបស់អ៊ីរ៉ង់បាទដែលដោយសារតែអ៊ីរ៉ង់បាទវាយប្រហារហ្នឹងដូច្នេះការវាយប្រហាររបស់អាមេរិកនេះគឺសំដៅទៅលើតំបន់បាទតំបន់នៅក្បែរច្រកហូមូសហ្នឹងសងសឹកវិញហើយព្រោះកាលពីថ្ងៃសៅរ៍30មិញហ្នឹងគឺតាំងពីពេលព្រឹកព្រលឹមតែម្ដងខាងអ៊ីរ៉ង់ហ្នឹងគឺគាត់បានវាយប្រហារទៅលើនាវាដឹកប្រេងពាណិជ្ជកម្មមួយបាទដែលដឹកប្រេងឆ្លងកាត់កន្លែងនោះនេះបើយោងតាមប្រភពយោធារបស់សហរដ្ឋអាមេរិកដែលនៅគេថាយុទ្ធភូមិភាគកណ្ដាលរបស់សហរដ្ឋអាមេរិកបានផ្សាយឲ្យដឹងឲ្យសារព័ត៌មានបានដកស្រង់យកមកណាបាទគឺនេះគឺជារលកនៃការវាយប្រហារលើកទី2ហើយដោយខាងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងរយៈពេល24ម៉ោងមកនេះបាទគឺកើតឡើងទៀតហើយដែលមានការកើនឡើងនៅភាពតានតឹងបាទកើនឡើងកម្ដៅកាន់តែខ្លាំងឡើងនៅតំបន់ច្រកហូមូសបាទដែលអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់អនុសារណៈស្ដីពីការយោគយល់រវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់បាទគឺបាទខាងអ៊ីរ៉ង់នោះក៏វាយប្រហារប្រិមិត្តដែលបានអានព័ត៌មានអន្តរជាតិឬខ្ញុំដកស្រង់ពីសារព័ត៌មានហ្នឹងគឺកាលពីថ្ងៃសៅរ៍ហ្នឹងគឺខាងអ៊ីរ៉ង់តាំងពីព្រឹកហ្នឹងគឺកងឆ្មាំបដិវត្តរបស់អ៊ីរ៉ង់ខាងកងទ័ពជើងទឹករបស់អ៊ីរ៉ង់ហ្នឹងបានវាយប្រហារទៅលើនាវាដឹកប្រេងបាទដឹកប្រេងហ្នឹងគឺនាវាហ្នឹងធំបាទនាវាហ្នឹងធំដឹកប្រេងរហូតដល់2លានជាង2លានបារ៉ែល
នៃប្រេងឆៅបាទជាង2លានបារ៉ែលច្រើនមែនតើណាបាទក្នុងនាវាដឹកមួយបាទមិនលីត្រទេណាបារ៉ែលបាទនេះបើតាមការបញ្ជាក់ពីខាងសហរដ្ឋអាមេរិកណាបាទហើយហេតុការណ៍នេះគឺកើតមានឡើងជាច្រើនម៉ោងប្រហែលម៉ោងក្រោយពីខាងសហរដ្ឋអាមេរិកបានបើកការវាយប្រហារជុំទី1បាទជុំទី1នោះវាយប្រហារអ៊ីរ៉ង់វាយប្រហារទៅលើកប៉ាល់ប្រេងហ្នឹងវិញដូច្នេះធ្វើឲ្យនៅថ្ងៃអាទិត្យនេះសហរដ្ឋអាមេរិកបើកការវាយប្រហារសងសឹកទៅវិញទៅមកដោយបើវាយប្រហារទៅលើគោលដៅប្រព័ន្ធឃ្លាំមើលរបស់អ៊ីរ៉ង់កន្លែងមូលដ្ឋានយោធារបស់អ៊ីរ៉ង់នឹងជាច្រើនទៀតទៅបាទនេះជាព័ត៌មានទី1អញ្ចឹងតើការវិវត្តនឹងទៅយ៉ាងណាដើម្បីឲ្យខូចទៅដល់អនុសារណៈស្ដីពីការយោគយល់តាក់ទងជាមួយនឹងការប្រងព្រៀងជប់បាញ់គ្នាឬយ៉ាងណាបើមានការវិវត្តខ្ញុំនឹងជម្រាបជូនណាបាទជម្រាបជូនហើយព័ត៌មានទី2នេះគឺសូមអនុញ្ញាតពីប្រិមិត្តដកសងពីខាងក្រសួងការបរទេសរបស់កម្ពុជាបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃម្សិលមិញណានៅថ្ងៃម្សិលមិញគឺថ្ងៃទី27ខែមិថុនាបាទបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសរបស់កម្ពុជាហ្នឹងគឺកម្ពុជានៅតវ៉ាចំពោះការបន្តរំលោភបំពានរបស់ថៃទៅលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាបាទដែលតំបន់នៃការតវ៉ាដោយប្រិមិត្តបានដឹងក្នុងពេលកន្លងមកហើយមានកន្លែងជាច្រើនក៏ប៉ុន្តែនៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញកាលពីម្សិលមិញនេះបាទម្សិលមិញនេះគឺខាងរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថាគឺនៅឃុំអំពិលបាទឃុំអំពិលស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យបាទគឺការរំលោភបំពាននេះបើតាមការប្រកាសរបស់កម្ពុជាគឺចាប់តាំងពីដើមខែមិថុនារហូតដល់ថ្ងៃទី23ខែមិថុនាឆ្នាំ2026បាទកងកម្លាំងប្រដាប់អាវុធថៃហ្នឹងបើយោងតាមសេចក្តីប្រកាសព័ត៌មានថាកងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពកាប់ឆ្ការព្រៃនិងរាយបន្លាលួសនៅតំបន់បង្គោលព្រំដែនលេខ26ដោយបានបន្តរុលចូលមកក្នុងទឹកដីកម្ពុជាបន្ថែមទៀតបាទនេះគឺជាសកម្មភាពដែលថៃធ្វើឡើងក្រោយពីមានការព្រមព្រៀងជប់បាញ់គ្នាហើយចុះថ្ងៃទី27ខែមិថុនាឆ្នាំ2025អញ្ចឹងគឺបើខ្ញុំមើលទៅខាងកម្ពុជាគាត់អត់ទាន់ប្រាប់ពាក្យថាការរំលោភវត្តជប់បាញ់អីហ្នឹងទេបើតែបើគាត់គាត់ថាជាការរំលោភលើមាត្រាប៉ុណ្ណេះនៃអនុសារណៈយោគយល់ហើយនឹងមាត្រា3អញ្ចឹងនៃកិច្ចព្រមព្រៀងហ្នឹងបាទបើយើងនិយាយឲ្យសាមញ្ញឲ្យយល់ស្រួលនឹងខាងអ្នកជំនាញគាត់និយាយរបៀបលក្ខណៈបច្ចេកទេសមានឯកសារមានការបរិច្ឆេទតាមតែបើនិយាយភាសាអ្នកសាមញ្ញឬក៏ភាសាកាសែតវិញគាត់ខ្ញុំអាចនិយាយបានថានេះជាការរំលោភទៅលើកិច្ចព្រមព្រៀងឬក៏បាទកិច្ចព្រមព្រៀងដែលបានចុះកាល27ខែធ្នូនឹងតែម្ដងពីព្រោះនៅតែបន្តធ្វើពីព្រោះនៅក្នុងកិច្ចព្រមព្រៀងនោះបើថាណានៅនឹងសិនដើម្បីចរចាគ្នាតាម JBC ប៉ុន្តែគាត់នៅរលបញ្ចូលបន្ថែមទៀតចាំនេះថាដោយលក្ខណៈបច្ចេកទេសនៃការរំលោភទៅលើអនុសារណៈនៃការយោគយល់ហ្នឹងហើយបាទហើយកម្ពុជាបានរៀបរាប់ឲ្យច្រើនប៉ុន្តែខ្ញុំសូមបញ្ចប់ដោយខាងកម្ពុជាបានស្នើឲ្យថៃបញ្ឈប់សកម្មភាពបែបនេះណាបើយោងតាមសេចក្តីប្រកាសព័ត៌មានណានឹងការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបន្ធូរបន្ថយស្ថានភាពនិងជាការមួយលើកកម្ពស់ការយុទំនុកចិត្តគ្នាទៅវិញទៅមកសម្របសម្រួលដល់ការដោះស្រាយចំនួនដោយសន្តិវិធីនិងស្ដារឡើងវិញនៅសន្តិភាពបាទដូច្នេះគឺកម្ពុជានៅប្រើគេថាគោលជំហរអហិង្សាអត់ធ្មត់ដដែលចំពោះអ្វីដែលថៃប្រព្រឹត្តមកលើនេះបាទហើយបើតាមព័ត៌មានមួយទៀតនោះគឺខាងភាគីថៃបាទហ្នឹងសេចក្តីប្រកាសព័ត៌មានហ្នឹងចាប់ប៉ុណ្ណឹងណាបាទប្រិមិត្តអាចនឹងទៅមើលនៅខាងเพจរបស់ក្រសួងបានឬក៏ខ្ញុំនឹងចែករំលែកជូនប្រិមិត្តផងដែរបាទហើយនៅក្នុងរឿងជាមួយគ្នាដែររឿងខាងខៅសូតរបស់ថៃបានរាយការណ៍បាទដោយខ្ញុំបានជម្រាបចឹងខ្ញុំដកសងពីប្រភពនេះប្រភពនោះដើម្បីឲ្យជម្រាបជូនប្រិមិត្តទាំងអស់គ្នាដែលជាពិសេសអ្នកដែលគាត់មិនសូវចេះភាសាអង់គ្លេសនឹងឲ្យបានដឹងគឺបាទសូមដកសងពីខៅសូតណាអញ្ចឹងប្រិមិត្តអធិស្ឋានណាមិនមែនលំអៀងទៅថៃឬការពារថៃទេគឺសូមបង្ហាញទាំងសងខាងពីខាងកម្ពុជាពីរឿងនៅទី7នោះមួយផ្សេងហើយនឹងខាងនេះខាងខៅសូតរឿងផ្សេងមួយទៀតទេណាបាទប៉ុន្តែដាក់ជាមួយគ្នានឹងតែម្ដងទៅឲ្យមានតុល្យភាពគ្នាបើតាមការផ្សាយរបស់ខៅសូតក៏ថាបានគណៈកម្មាធិការសភាដែលទទួលបន្ទុកខាងសន្តិសុខរបស់ខាងភាគីថៃនោះក៏បាន
ទៅមើលការសាងសង់របងព្រំដែនវាបងស៊ីម៉ងនៅខាងខេត្តច័ន្ទបុរីនៅពីគិតថៃខាងច័ន្ទបុរីដែលមកដល់ពេលនេះគឺតាមសេចក្តីរាយការណ៍ថាសាងសង់បាន45%ហើយ45%បាទគឺការសាងសង់ហ្នឹងគឺនៅលើតំបន់ដែលមានការឯកភាពគ្នាទេសូម្បីតែសារព័ត៌មានថៃក៏គាត់បានផ្សាយហ្នឹងគាត់ថាគឺកន្លែងដែលសាងសង់គឺ3.សំទោស8.3 គីឡូម៉ែត្រហ្នឹងគឺជា project ដែលបានព្រមព្រៀងគ្នាហ្នឹងគឺដោយមានការព្រមព្រៀងឯកភាពគ្នាជាមួយនឹង JBC របស់កម្ពុជាក្នុងពេលកន្លងមកហើយយូរហើយទេណាបាទកន្លែងហ្នឹងចឹងមិនវិច័យដល់មានព័ត៌មានបែបនេះអាចខ្លីលោកប្រិមិត្តមានការយល់ច្រឡំអីខ្ញុំបកស្រាយសូមចែករំលែកប៉ុណ្ណេះដើម្បីឲ្យប្រិមិត្តដឹងហើយគឺបើតាមសារព័ត៌មានខៅស៊ូនក៏ថាខាងមន្ត្រីយោធារបស់ខាងថៃហ្នឹងគាត់បាននិយាយថានៅមានការព្រួយបារម្ភខ្លះផងដែរតាក់ទងជាមួយនឹងការសាងសង់ហ្នឹងគឺមិនទាន់ហើយហ្នឹងហើយឥឡូវនេះគឺកំពុងតែធ្វើការសម្របសម្រួលជាមួយនឹងកម្ពុជាបន្តទៀតដើម្បីបញ្ជាក់អំពីបញ្ហានេះណាបញ្ហានេះថាហើយកសែតខៅស៊ូក៏បញ្ចប់ដោយបញ្ជាក់ថាមន្ត្រីនោះក៏បានបញ្ជាក់ផងដែរថាតំបន់ត្រួតពិនិត្យនៅច្រកព្រំដែនបាទនៅតំបន់ហ្នឹងគឺមានការតាមដានមើលដោយជាប់ជាប្រចាំហើយគាត់បដិសេធណាគាត់បដិសេធថាมันមានការផ្លាស់ប្ដូរនៅបង្គោលព្រំដែននៅកន្លែងនោះទេអញ្ចឹងណាបាទអញ្ចឹងដូច្នេះនេះគឺជាអ្វីដែលសារព័ត៌មានបានរាយការណ៍ណាបាទតើខាងកម្ពុជាបាននឹងមានសេចក្តីជូនដំណឹងយ៉ាងម៉េចខ្ញុំក៏មិនទាន់បានដឹងដែរពីភាសាព័ត៌មាននេះទៅតែចេញផ្សាយមុននេះហើយខ្ញុំសូមដកសំមុខជម្រាបជូនប្រិមិត្តប៉ុណ្ណឹងបាទហើយព័ត៌មានទី3ចុងក្រោយបាទព័ត៌មានទី3ចុងក្រោយនេះគឺតាក់ទងជាមួយនឹងរឿងនៅអ៊ុយក្រែនបាទនេះជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post ហើយនិងសារព័ត៌មានផ្សេងទៀត The Times CNN ផងដែរដែលខ្ញុំដកសងបន្តិចមកបញ្ចូលដើម្បីជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបើយោងតាមសេចក្តីរាយការណ៍នេះគឺខាងអ៊ុយក្រែនគាត់នៅបន្តវាយប្រហារចូលជ្រៅតែម្ដងទៅក្នុងទឹកដីរបស់រុស្ស៊ីបន្ថែមទៀតហើយតាំងពីថ្ងៃសៅរ៍ម្សិលមិញបាទដោយវាយប្រហារទៅលើទីតាំងនានានៅក្នុងតំបន់នៅក្នុងទីក្រុង Volgograd របស់រុស្ស៊ីបាទជាកន្លែងដែលរុស្ស៊ីផលិតអាវុធតែម្ដងបាទអ្វីទៅចំរោងចក្រកន្លែងផលិតអាវុធតែម្ដងនេះបើតាមការបញ្ជាក់របស់លោក Volodymyr Zelensky ដែលជាប្រទេសអ៊ុយក្រែនណាបាទហើយការវាយប្រហារនេះគឺលើកទី2ខ្លាំងក្លាផងដែរបាទចំកន្លែងរោងចក្រប្រេងបាទស្ថានីយ៍ប្រេងផងបាទកន្លែងជាកន្លែងតែប្រេងផ្គត់ផ្គង់ទៅដល់សមរភូមិមុខរបស់ខាងរុស្ស៊ីបាទការវាយប្រហារមួយថ្ងៃហ្នឹងគឺកើតឡើងនៅកន្លែងតែពីរផ្សេងគ្នាបាទគឺបានបង្ហាញថាអ៊ុយក្រែនមានសមត្ថភាពនៅក្នុងការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់រុស្ស៊ីហើយបើតាមលោក Zelensky បានបញ្ជាក់ឲ្យដឹងថាក្របដែលប្រើហ្នឹងគឺជាក្របដែលផលិតនៅអ៊ុយក្រែនដោយខ្លួនឯងតែម្ដងគឺក្របគេហៅថា FP5 Flamingo បាទមីស៊ីលដែលអ៊ុយក្រែនផលិតដោយខ្លួនឯងបានហើយបាញ់ចូលជ្រៅទៅក្នុងទឹកដីរបស់រុស្ស៊ីអញ្ចឹងដូចដែលខ្ញុំបានជម្រាបជូនប្រិមិត្តប្រហែលដងក្នុងពេលកន្លងមកគឺបាទខាងអាមេរិកខាងអឺរ៉ុបហ្នឹងឥឡូវអនុញ្ញាតឲ្យអ៊ុយក្រែនយកបច្ចេកវិទ្យាមួយចំនួនទៅផលិតខ្លួនឯងពីព្រោះខាងអាមេរិកគឺមិនអាចផ្គត់ផ្គង់បានគ្រាន់ឥឡូវនេះគឺវាយប្រហារលើកនេះគឺប្រើមីស៊ីលដែលអ៊ុយក្រែនផលិតដោយខ្លួនឯងតែម្ដងបាទចូលទៅក្នុងរោងចក្រហ្នឹងបាទអញ្ចឹងនេះគឺជាការមួយវាយសងសឹករបស់អ៊ុយក្រែនវិញដល់ហើយក្នុងពេលជាមួយគ្នាដែរគឺខាងវិមានកម្លាំងឥឡូវនេះកំពុងតែប្រវេប្រវាក្នុងការឆ្លើយតបវិញក្នុងការវាយប្រហាររបស់អ៊ុយក្រែនដែលចូលជ្រៅចូលទៅក្នុងទឹកដីរបស់រុស្ស៊ីនេះបាទហើយប៉ុន្តែអ៊ុយក្រែនតើរុស្ស៊ីនឹងរៀបចំការឆ្លើយតបយ៉ាងម៉េចបាទហ្នឹងគឺអត់ទាន់ដឹងនៅឡើយទេណាបាទនេះគឺជាព័ត៌មានសំខាន់ណាដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទសូមអរគុណច្រើនណាស់ប្រិយមិត្តណាបាទអាយ៉ាបាទនិយាយដល់ម៉ោងមួយចាប់ដើមចង់ល្ងុយបាទបាទនៅមីងមាំងនៅឡើយទេបាទទើបតែមកដល់មុននេះបន្តិចចឹងតាមធម្មតាគេទៅគេមិនតែគេមិនលក់បាទឥឡូវហ្នឹងសូម
បាទសូមចឹងសម្រាប់អ្នកមកទទួលព័ត៌មានចាប់តែប៉ុណ្ណេះហើយបាទចាប់តែប៉ុណ្ណេះហើយចឹងខ្ញុំសូមទទួលមើល comment ដើម្បីឆ្លើយជាមួយនឹងប្រិមិត្តខ្លះណាបាទចឹងសម្រាប់អ្នកយកទទួលព័ត៌មានសូមចប់ប៉ុណ្ណេះបាទខ្ញុំសូមអធិស្ឋានអត់កែវដាក់ផឹកពីដល់ផ្ទាល់ហ្មងបាទសូមទោសបាទមើលសូមមើលទៅក្រោម comment ច្រើនមែនចាស់ថ្លៃអូគំលៀងសូមអភ័យទោសមិនមែនសៀមនិយមទេតែចង់ឲ្យបងហៅឲ្យបានទៅពាក្យខៅសូតបញ្ចេញបែបខៅសុតអូចឹងហ៎បាទប៉ុន្តែកុំអធិស្ឋានណាខ្ញុំមិនសូវចេះសៀមបាទបើសិនអានអត់ស្រីចឹងក៏ល្អដែរប៉ុន្តែបើយើងអានតាមសំនៀងអាមេរិកដូចវាចេញអញ្ចឹងបាទអញ្ចឹងអរគុណដែលបានឲ្យយោបល់មកបាទហ្នឹងហើយបាទឥឡូវមើលបងស្បែកចិត្តដែលឃើញបងមកកម្ពុជាបាទអូខេបាទឥឡូវនេះខ្ញុំសូមសម្ដែងសម្ដារមើលមានអ្នកណាសួរសនួរអីទេលីលីផាតពីរតនគិរីសេឡាគុណបងកំសែងទេដែលទៅទូរុស្ស៊ីដែលនៅទូដៃគូសហការយុវកម្មសន្តិសុខឲ្យកម្ពុជាស្នើបាទក៏មកឥឡូវនឹងនឹកអត់ឃើញឆ្លើយមិនរួចទេសំណួរខ្លះកំពុងនៅងីងើនៅឡើយបាទមិនទាន់បាត់ចិត្តឡែកភាសាអង់គ្លេសហៅចិត្តឡែកគឺបានន័យថាពេលដែលយើងជិះយន្តហោះអញ្ចឹងទៅតំបន់ដែលម៉ោងខុសគ្នាធ្វើឲ្យគូក្បាលយើងនឹងនៅល្ងុយពីព្រោះទៅតាមម៉ោងចាស់នៅឡើយយើងពេលខ្លះយើងគេខុសម៉ោងគេមើលសង្ស័យថ្ងៃនេះចប់ម៉ោងផ្សាយទៅលក់គេលក់បាត់ដៃបាត់ជើងបាទអូខេសង្គមស្វាគមន៍បាទអែមសុផាណាបាទលោកសុផាណាលោកសុផាណាជំរាបសួរហ្នឹងហើយបាទមកដល់ហើយលោកសុផាណាមានឱកាសជួបទេបើនិយាយតាមមែនតើបាទនៅថ្ងៃ1នេះគឺខ្ញុំនឹងមានរៀបចំដើម្បីប្រគេនអង្គហើយនឹងចង្ហាន់ហើយនឹងទានភាសាអីទៅប្រសង់នៅវត្តណាឡៅដែលជាវត្តដែលខ្ញុំធ្លាប់នៅ4ដល់10ឆ្នាំបាទដើម្បីជាការថ្លែងអំណរគុណមិនអាចនឹងផុតសងអស់គុណដែលខ្ញុំបានទទួលនោះទេប៉ុន្តែទៅសងគុណសងនៅគង់នៅទីនោះបាទបើសិនជាប្រិមិត្តមានឱកាសអាចជើញទៅនឹងជួបគ្នានៅនឹងណាបាទកាលពីហ្នឹងខ្ញុំអាចនឹងពេលវេលារវល់មិនអាចជួបបានបាទអញ្ចឹងក៏មានប៉ុណ្្នឹងហើយបើចង់ចូលហ្នឹងចូលទៅលោកផ្ទាល់ទៅពួកខ្ញុំអូខេទៅលោកផ្ទាល់ហ្នឹងបាទអូខេដូចអស់ហើយមកដល់ថ្មីតឡាទៀតហើយបាទទេអត់ទេគាត់ថាបើអ្នកណាអាចនឹងមកបានក៏មកអ្នកណាក៏គាត់ថាមិនចង់មកអ្នកណាមិនហ៊ានអីមិនហ្នឹងរឿងផ្សេងបាទហ្នឹងរឿងផ្សេងតាមទឹកចិត្តរបស់បងប្អូនមកខ្ញុំអត់អីទេខ្ញុំអត់មានបញ្ហាទេបាទខ្ញុំមកធម្មតាបាទឥឡូវនេះនៅកូរ៉េឬក៏ភូមិបងមកដល់ខ្មែរហើយសាលឹមសាំលីមកដល់ខ្មែរយប់មិញដល់7ម៉ោងមុននេះបាទទៅមកដល់ទេបាទទៅមកដល់ប៉ុណ្្នឹងតិចមានអ្នកទៅចូលក្រោយគីឈឹងសួងសូមគូសាអញ្ជើញបងបាយមួយពេលបាទទទួលយកទុកសិនចាំមើលមានមិត្តភក្តិកាត់ហើយច្រើនហើយចាំមើលតែយ៉ាងម៉េចពេលវេលាខ្ញុំនៅនេះខ្លីមែនតើខ្ញុំនៅថ្ងៃ13ខ្ញុំត្រឡប់ទៅវិញហើយបាទអាចទៅនៅឪពុកអីសែនភ្នោសែនអីទៀតបាទចាំមិនបានដឹងទេបាទអូខេអញ្ចឹងអរគុណច្រើនណាស់ដូចអត់មានអីទៀតណាបាទហ្នឹងហើយអូខេបាទអរគុណច្រើនណាស់អញ្ចឹងមានអ្នកស្វាគមន៍ច្រើនអញ្ចឹងនិយាយដោយត្រង់តែចំក្រោយរបស់ខ្ញុំគឺអរគុណប្រិមិត្តដែលចូលមកស្វាគមន៍ខ្ញុំហើយខ្ញុំពេញខ្ញុំបោះរូបឃើញមានអ្នកចូលខមមិនអបអរសាទរស្វាគមន៍អរគុណច្រើនណាបាទខ្ញុំមកនេះគឺលក្ខណៈផ្ទាល់ខ្លួនទេបាទផ្ទាល់ខ្លួនមកកិច្ចការផ្ទាល់ខ្លួនរបស់ខ្ញុំហើយអញ្ចឹងខ្ញុំមានកម្រងជួបមិត្តភ័ក្តិមួយចំនួនដែលជាមិត្តភ័ក្តិចាស់ស្គាល់គ្នាណាអ្នកខ្លះក៏គេបានធ្វើការធំទៅអ្នកខ្លះក៏នៅអង្គការសង្គមស៊ីវិលគឺនឹងជួបពួកគាត់បាទជួបពួកគាត់ហ្នឹងទៅបាទហើយមានអ្នកសួរខ្ញុំច្រើនពីថាតើសួរតើបាទមានសួរថាតើមានកម្រងជួបថ្នាក់ដឹកនាំរបស់កម្ពុជាទេអត់មានទេបាទអត់មានទេ
នេះជាដំណើរផ្ទាល់ខ្លួនរបស់ខ្ញុំហើយខ្ញុំក៏អត់មានតាក់ទងណាដែលគេឲ្យជួបឲ្យមិនមែនទេណាតែអញ្ចឹងការសួរយ៉ាងម៉េចក៏ដោយនៅរឿងរបស់ប្រិយមិត្តអត់មានទេបើជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំមករឿងគ្រួសារទេរឿងគ្រួសាររបស់ខ្ញុំចាំត្រង់វិញខ្ញុំប្រាប់ទៅអ្នកណាមកជួបផ្ទាល់ខ្ញុំអាចប្រាប់រឿងគ្រួសាររឿងអីបើមកជួបផ្ទាល់ខ្ញុំប្រាប់រឿងគ្រួសារខ្ញុំទេអត់មានទេណាបាទអត់មានទេកុំទោះបីជាខ្ញុំនិយាយដោយត្រង់ទោះបីជាមកដល់ពេលនេះខ្ញុំការផ្សាយនៅ VOA ក៏ប៉ុន្តែជាផ្លូវការខ្ញុំនៅតែបុគ្គលិករបស់ VOA ដដែលទេបាទអញ្ចឹងដូច្នេះអ្វីៗក៏ដោយគឺនៅតែចងជាប់ជាមួយនឹងគេហៅថាការងារជាបុគ្គលិករដ្ឋាភិបាលអាមេរិកដដែលទេយើងមិនអាចសុំច្បាប់គេពូមកនោះក៏សុំច្បាប់ដែរខ្ញុំត្រូវសុំច្បាប់មកដែរណាយើងមិនមែនសុំច្បាប់មកស្រុកខ្មែរស្រាប់តែមកជួបមន្ត្រីរដ្ឋាភិបាលថ្នាក់ដឹកនាំអត់មានក្បួនអញ្ចឹងបាទនេះបាទបើតែជួបតើមានការអនុញ្ញាតបាទប៉ុន្តែបើសិនជាក្នុងករណីដែលមិត្តភ័ក្តិដែលខ្ញុំស្គាល់យូរហើយយើងតាក់ទងព័ត៌មានតាក់ទងអីគាត់ជួបយើងហើយគាត់ជាមន្ត្រីរដ្ឋាភិបាលហ្នឹងធ្វើម៉េចយើងជាមិត្តភ័ក្តិយើងចុះខ្ញុំអាយុ50ជាងទៅហើយមិត្តភ័ក្តិខ្លះគេធ្វើការបានធំដុំយើងក៏អបជួបគេអបអសាទរគេយ៉ាងហ្នឹងមានហ្នឹងអាចនឹងមានណាពួកខ្ញុំមកតាក់ទងទៅគេសួរគេដើម្បីជួបផងដែរអញ្ចឹងហ្នឹងនឹងជាមិត្តភ័ក្តិចាស់អញ្ចឹងយើងអាចនឹងជួបគ្នាដើម្បីបាយជាមួយគ្នានឹងមានអញ្ចឹងណាបាទហើយទី2ក្នុងពេលដែលខ្ញុំនៅនេះបើសិនជាខ្ញុំអាចនឹងចប់ការងារផ្ទាល់ខ្លួនខ្ញុំតាក់ទងតាមរយៈមិត្តភ័ក្តិខ្ញុំសូមគេជូនទៅមើលកន្លែងដែលពលរដ្ឋភាសាខ្ញុំចង់ទៅមើលបើសិនជាគេអនុញ្ញាតឲ្យមើលបាទគឺខ្ញុំនឹងទៅមើលដូចជាណាក៏ដោយដែលអាចជួយសម្រួលឲ្យខ្ញុំបានខ្ញុំអរគុណគេខ្ញុំនឹងតាក់ទងទៅអញ្ចឹងណាបាទខ្ញុំចង់ឃើញតែផ្ទាល់ភ្នែកនិយាយត្រង់ដោយដែលខ្ញុំបានជម្រាបប្រិមិត្តដែលពីមុនអញ្ចឹងគឺនៅពេលដែលមានទំនាស់រវាងកម្ពុជាហើយនិងថៃនេះគឺខ្ញុំឈរជាមួយនឹងខាងកម្ពុជាជាប់ជានិច្ចតែម្ដងបាទខ្ញុំឈរជាមួយនឹងកម្ពុជាទោះបីជាមានចំណុចខ្លះគឺដែលខ្ញុំផ្សាយហ្នឹងគឺយកពីខាងកាសែតថៃមកក៏ដោយក៏ប៉ុន្តែក៏ជារឿងមួយដើម្បីជាព័ត៌មានឲ្យខាងប្រិមិត្តរបស់កម្ពុជាបានដឹងផងដែរថាថៃគេនិយាយយ៉ាងម៉េចពីយើងអ្នកប្រាជ្ញថៃគេនិយាយយ៉ាងម៉េចពីយើងដើម្បីជាព័ត៌មានកុំឲ្យថាយើងអត់បានដឹងអ្វីសោះបាទមិនមែនជាការដែលខ្ញុំគាំទ្រថៃទេគឺខ្ញុំឈរខាងកម្ពុជាជានិច្ចហើយខ្ញុំនិយាយអំពីស្ថានភាពហ្នឹងដូចដែលខ្ញុំនិយាយតែខ្ញុំនិយាយតែរឿងកម្ពុជាថៃទេបាទព័ត៌មានផ្សេងទៀតពាក់ទងជាមួយនឹងរឿងអីផ្សេងទៀតខ្ញុំអត់ផ្សាយទេពួកខ្ញុំចង់ផ្សាយតែរឿងអាមេរិកអញ្ចឹងដូច្នេះនៅពេលដែលយើងនិយាយឲ្យនឹងព័ត៌មានការដែលនិយាយរបស់ខ្ញុំគឺដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជាក៏លើកទឹកចិត្តកងទ័ពកម្ពុជានឹងឲ្យគាត់មានទឹកចិត្តផងដែរបាទទៅតាមសមត្ថភាពដែលខ្ញុំមានបាទចំណេះដឹងដែលខ្ញុំមានតិចតួចអញ្ចឹងទៅបាទអញ្ចឹងបើសិនជាខ្ញុំមកដល់ពេលនេះជាសាររបស់ខ្ញុំបើសិនជាមានអ្នកណាជួយសម្រួលខ្ញុំបានទៅមើលអត់បានតាក់ទងគេនៅឡើយទេនិយាយទៅអត់បានតាក់ទងគេនៅឡើយណាព្រោះថ្ងៃនេះអាចនឹងជួបមិត្តភ័ក្តិដែលស្គាល់ហ្នឹងអាចសុំគាត់ថាអាចជួយនិយាយជាមួយអ្នកណាគេតែគេអាចឲ្យខ្ញុំទៅបានឬក៏ខ្ញុំទៅខ្លួនឯងទៅបានទៅមើលពីចម្ងាយវាដូចជាមិនសមបើអាចទៅមើលទៅបានប៉ុន្តែក្នុងនាមជាផ្ទាល់ខ្លួនទេអត់មាននៅក្នុងនាមជាអ្នកសារព័ត៌មាននៃ VOA អត់មានខ្ញុំអត់មានសិទ្ធិតំណាងឲ្យ VOA ទេអត់មានសោះតែម្ដងណាមកដល់ពេលនេះបាទអញ្ចឹងខ្ញុំនឹងព្យាយាមតែបើប្រិមិត្តនៅក្នុង show នេះដែលដឹងដែលអាចជួយសម្រួលឲ្យខ្ញុំអាចបានក៏តាក់ទងមកដល់ខ្ញុំក៏សូមចង់ទៅមើលនិយាយទៅចង់ទៅមើលឃើញស្ថានភាពរបស់គាត់ផ្ទាល់ភ្នែកតែម្ដងពីព្រោះយើងបានផ្សាយលើកទឹកចិត្តពួកគាត់សម្ដែងការណតសូរពួកគាត់ទៅបានទៅឃើញផ្ទាល់ហើយសួរពួកគាត់មួយម៉ាត់ពីរម៉ាត់ក្នុងនាមរបៀបដូចជាបាទតំណាងស្ទីលអ្នកកសែតយើងតទៅសួរគេផ្ទាល់ទោះបីជាយើងមិនទៅតំណាងជាអ្នកកសែតប៉ុន្តែស្ទីលអ្នកកសែតយើងចង់ឮពួកគាត់ពីគាត់ឲ្យផ្ទាល់អញ្ចឹងអានឹងគឺជួយខ្ញុំផងណាជួយខ្ញុំជួយរៀបចំឲ្យផងបាទតាក់ទងមកផងបាទខ្ញុំនិយាយត្រង់មកខ្ញុំចង់ទៅឃើញបងប្អូននឹងបាទថាស្ថានភាពគាត់យ៉ាងម៉េចអីយ៉ាងម៉េចប៉ុន្តែវាអាស្រ័យលើពេលវេលារបស់ខ្ញុំដែរតែខ្ញុំអាចនឹងបានទៅបានប៉ុណ្ណាទេអញ្ចឹងណាបាទអញ្ចឹងគឺមានប៉ុណ្្នឹងទេណាបាទប្រិមត្តណាចាបើអញ្ចឹងការគៀបនេះតខ្លួនសតតែម្ដងបាទអញ្ចឹងប្រហែលជាឥឡូវនេះចាប់ដើមល្ងុយហើយចាប់ដើមល្ងុយទៅមកដល់ពួកនៅអាមេរិកស្មោះនេះចាប់ដើមយប់ហើយបាទអញ្ចឹងទៅមកដល់ម៉ោងនេះគឺបាន7ម៉ោងជាងជិត8ម៉ោងហើយបាទទៅដល់8ម៉ោងហើយបាទទៅជន់ដីកម្ពុជាបាន8ម៉ោងជាងទៅបាន10ម៉ោងបាទអញ្ចឹងអរគុណប្រិមិត្តច្រើនបាទសូមជម្រាបលាបាទអរគុណ